អក្សរកសត្វកង្កែបសត្វកង្កែបរស់នៅក្នុងបឹងឈូកហើយវាចូលចិត្តចេញមកស៊ីសត្វនៅពេលយប់អក្សរខសត្វខ្លាសត្វខ្លាវារស់នៅក្នុងព្រៃវាចូលចិត្តស៊ីសាច់ជាអាហារអក្សរកសត្វគោសត្វគោគឺជាសត្វចិញ្ចឹមមួយប្រភេទដែលស្លូតបូតហើយវាស៊ីស្មៅជាអាហារអក្សរខសត្វឃ្មុំសត្វឃ្មុំជាសត្វមួយប្រភេទដែលក្រេបរំអងផ្កាធ្វើជាអាហារអក្សរងសត្វងាវសត្វងាវវារួមនៅក្នុងសមុទ្រចសត្វចាបសត្វចាបចូលចិត្តស្រែកយំនៅលើមែកឈើអក្សរឆសត្វឆ្មាចូលចិត្តលួយស៊ីត្រីអាំងអក្សរជសត្វជ្រូកសត្វជ្រូកចូលចិត្តស៊ីច្រើនហើយដេកខ្ជិលអក្សរឆផ្កាឈូកដុះនៅក្នុងស្រះអក្សរញញញឹមធីតាចូលចិត្តញញឹមដាក់ខ្ញុំអក្សរកសត្វកង្កែបសត្វកង្កែបរស់នៅក្នុងបឹងឈូកហើយវាចូលចិត្តចេញមកស៊ីសត្វនៅពេលយប់អក្សរខសត្វខ្លាសត្វខ្លាវារស់នៅក្នុងព្រៃវាចូលចិត្តស៊ីសាច់ជាអាហារអក្សរកសត្វគោសត្វគោគឺជាសត្វចិញ្ចឹមមួយប្រភេទដែលស្លូតបូតហើយវាស៊ីស្មៅជាអាហារអក្សរខសត្វឃ្មុំសត្វឃ្មុំជាសត្វមួយប្រភេទដែលក្រេបរំអងផ្កាធ្វើជាអាហារអក្សរងសត្វងាវសត្វងាវវារួមនៅក្នុងសមុទ្រចសត្វចាបសត្វចាបចូលចិត្តស្រែកយំនៅលើមែកឈើអក្សរឆសត្វឆ្មាចូលចិត្តលួយស៊ីត្រីអាំងអក្សរជសត្វជ្រូកសត្វជ្រូកចូលចិត្តស៊ីច្រើនហើយដេកខ្ជិលអក្សរឆផ្កាឈូកដុះនៅក្នុងស្រះអក្សរញញឹមធីតាចូលចិត្តញញឹមដាក់ខ្ញុំ